ដូចជាលោកឪពុករបស់ខ្ញុំចាហេមហ៊ីមនេះផងដែរគឺកូនស្រីរបស់ខ្ញុំម្នាក់នេះគឺគាត់មានជំងឺកូនកណ្ដុរក្នុងពោះវៀនខ្ញុំចិញ្ចឹមគាត់5ឆ្នាំបានតែ13គីឡូឯងចាហើយឃ្លានកញ្ចក់ឆ្អែតកញ្ចក់មកយំវិញស្អួតដល់អស់ចាខ្ញុំបាននាំគាត់ទៅពេទ្យច្រើនពិភាក្សាជាមួយនឹងលោកគ្រូពេទ្យគេថាជំងឺនឹងអត់អាចព្យាបាលបានទេពីព្រោះអីគាត់មានពីធម្មជាតិកំណើតមកប៉ុន្តែដល់អាយុមួយបាត់វានឹងបាត់ចាប៉ុន្តែហើយគេថាជំងឺនឹងអាចញ៉ាំទឹកដោះគោបានប៉ុន្តែកូនខ្ញុំអត់បានញ៉ាំអីក្រៅពីទឹកដោះគោបើក្រៅពីទឹកដោះគោគាត់អត់ញ៉ាំចាអញ្ចឹងខ្ញុំអត់មានជំរឿទេមានតែបន្តឲ្យគាត់ញ៉ាំទឹកដោះគោប៉ុន្តែពេលដែលខ្ញុំស្គាល់អាតូមីខ្ញុំបានសិក្សាយ៉ាងច្បាស់ចាខ្ញុំបានទៅដល់ទីស្នាក់ការកណ្ដាលនៃប្រទេសកូរ៉េយ៉ាងច្បាស់ហើយខ្ញុំដឹងថាវាជាអាហារដែលល្អហើយជាក្រុមហ៊ុនដែលល្អវាមានសុវត្ថិភាពចាស់សម្រាប់សុខភាពខ្ញុំបានទៅដល់រោងចក្រហេមហ៊ីមទើបខ្ញុំសម្រេចចិត្តឲ្យកូនស្រីរបស់ខ្ញុំញ៉ាំអញ្ចឹងឃើញថាក្រោយរយៈពេល7ឆ្នាំនេះដែលខ្ញុំនៅជាមួយនឹងអាតូមីចាស់ខ្ញុំទទួលបានលទ្ធផលនេះតាំងពី2ឆ្នាំដំបូងដែលកូនស្រីរបស់ខ្ញុំចាស់គឺទទួលបានសុខភាពល្អមែនទែនមកដល់បច្ចុប្បន្ននេះគាត់អត់ដែលស្គាល់ពេទ្យទេតែពីមុនមកយ៉ាងច្រើនតែ3ខែខ្ញុំត្រូវគេងពេទ្យ2យប់ចាអស់300អីអញ្ចឹងទៅចាប៉ុន្តែមកដល់បច្ចុប្បន្ននេះអ្នកនៅក្នុងផ្ទះរបស់ខ្ញុំអាចនិយាយបានថាខ្ញុំសន្សំបានច្រើនមែនទែនពីការប្រើប្រាស់អាហារសុខភាពចាចាក់តោជាមួយនឹងហេមហ៊ីមនេះផងដែរបងប្អូនថ្នាក់នាំទាំងអស់គ្នាវាធ្វើឲ្យមានការផ្លាស់ប្ដូរមែនបងប្អូនមុនដំបូងខ្ញុំបានបង្ហាញរូបអីចាក់តោនឹងស្បែកមុខរបស់ខ្ញុំចាគឺមិនបានស្អាតមិនបានថ្លាមិនបានភ្លឺបែបនេះទេចាដោយសារអីដោយសារតែរាងកាយរបស់យើងចាក៏មានបញ្ហាសុខភាពយើងមានការងារច្រើនរំលាយញឹកច្រើនស្មុគស្មាញនិង stress ច្រើនអញ្ចឹងវាធ្វើឲ្យយើងគ្មានទេសម្រាប់ហើយក៏គ្មានទេសុខភាពចាពេលខ្ញុំទៅណាអញ្ចឹងខ្ញុំតែងតែស្រឡឹងរកចរាយន្តទេចាខ្ញុំអត់ឡើងចរាជើងទៅវាហត់ខ្លាំងប៉ុន្តែពេលដែលស្គាល់អាតូមីអត់បញ្ហាចរាអីក៏បានឡើងចរាជើងមានពេលវេលាសម្រាប់ប្រើចរាជើងវាជាឱកាសមួយដែលឆ្លៀតពេលនៅក្នុងការហាត់ប្រាណបានទៀតផងចាអញ្ចឹងពេលដែលខ្ញុំមានសុខភាពល្អមានការផ្លាស់ប្ដូរបានតាមរយៈអាហារសុខភាពហេមូហ៊ីមគឺខ្ញុំមានឱកាសជាច្រើនចាដូចជាស្មារតីអ្នកនាំទាំងអស់គ្នាពីមុនមកខ្ញុំមិនអាចមកអង្គុយនិយាយចឹងបានទេខ្ញុំអត់មានស្មារតីនឹងដូចថានឹងប្រឈមទេខ្ញុំតែងប្រាប់ខ្លួនឯងថាគេគង់ពោះជាងខ្ញុំគេរៀនបានច្រើនជាងខ្ញុំគេចេះច្រើនជាងខ្ញុំចាខ្ញុំអត់អាចធ្វើរឿងបានអត់អាចតបានទេសូម្បីតែទៅពេលខ្លះទៅពេទ្យបណ្ឌិតសុខភាពក៏យើងអត់ហ៊ានលេបទឹកមាត់អត់ហ៊ានសួរពេទ្យថាមិនទៀតចានិយាយពីស្មារតីហើយនឹងសម្រាប់សុខភាពគឺអត់មានតែម្ដងចាអ្នកនាំទាំងអស់គ្នាឃើញរូបនេះពាក់វ៉ែនតាអត់ចាខ្ញុំពាក់វ៉ែនតាតាំងពីអាយុ20អត់ទាន់មានបត្រាបត្រីចាប៉ុន្តែខ្ញុំបានដោះវ៉ែនតាមកដល់បច្ចុប្បន្ននេះ5ឆ្នាំហើយតាមរយៈអាហារសុខភាពអាតូមីចាចឹងសូមស្ដាប់របស់ទាំងអស់គ្នាចាញ៉ាំដោយជំនឿចាសូមញ៉ាំដោយជំនឿតែទាំងពីមុនដែលខ្ញុំពាក់តាំងពីអាយុ20នោះខ្ញុំដោះវ៉ែនតាបានទេពេលដែលខ្ញុំមានវ៉ែនតាខ្ញុំមិនអាចជិះ5ថ្ងៃបានទេភ្នែកខ្ញុំវាព្រិចចាប៉ុន្តែពេលដែលខ្ញុំញ៉ាំអាយឡូទីនជាប្រចាំជាមួយនឹងច្រើនមុខចាប៉ុន្តែអ្វីដែលខ្វះមិនបានគឺហេមូហ៊ីមអាតូមីចាហើយមួយវិញទៀតនោះខ្ញុំចែករំលែកបទពិសោធន៍ដែលខ្ញុំចាក់ដើមសម្រេចចិត្តនៅក្នុងការធ្វើអាតូមីហើយនឹងញ៉ាំហេមហ៊ីមនោះគឺខ្ញុំគ្រុនឈាមដល់ទាំងអស់គ្នាខ្ញុំកើតជំងឺគ្រុនឈាមហើយខ្ញុំបានញ៉ាំហេមហ៊ីមរយៈពេល3ថ្ងៃមួយថ្ងៃមួយប្រអប់នេះ6ស្មើនឹង6កញ្ចប់ចាអញ្ចឹងពេលដែលខ្ញុំទៅ control ទៅមើលលទ្ធផលឈាមខ្ញុំមកវិញគឺវាឃើញថាត្រឡប់មកធាតុដើមប៉ុន្តែវាជួយបានច្រើនមែនទែនដែលខ្ញុំនិយាយថាអ្នកដែលកំពុងព្យាបាលជំងឺទទួលទានមួយហេមហ៊ីមវាជួយទប់កម្លាំងបានខ្ញុំពិតមែនតែមានជំងឺគ្រុនឈាមប៉ុន្តែខ្ញុំអត់មានងោកងួយខ្ញុំអាចធ្វើការបានធម្មតាចាដល់ម៉ោង4ល្ងាចទើបខ្ញុំចាប់ផ្ដើមក្រៅខ្លួនហើយងងុយគេងចាហើយមួយវិញទៀតថ្នាក់នាំទាំងអស់គ្នាវាពិតជាសំខាន់ណាស់ដូចខ្ញុំនិយាយចឹងពេលដែលថ្នាក់នាំទាំងអស់គ្នាមានសុខភាពល្អចាស់ថ្នាក់នាំទាំងអស់គ្នានឹងជំរុញពីខាងក្នុងនៅស្មារតីដែលរឹងមាំជាមួយនឹងជំនឿចឹងថ្នាក់នាំទាំងអស់គ្នាអាចធ្វើរឿងដែលថ្មីសម្រាប់ជីវិតយើងបានដូចជាការដែលយើងផ្ដោតទៅលើការសិក្សាដើម្បីទាញយកសមត្ថភាពរបស់យើងព្រោះថ្នាក់នាំទាំងអស់គ្នាដឹងហើយនៅក្នុងអាតូមីចាយើងមិនមែនគ្រាន់តែនិយាយទេគឺយើងមានការសមត្ថភាពនៅក្នុងការប្រឹក្សាយើងមានការជំនាញយើងមានការបទពិសោធន៍ជាមួយនឹងក្រុមហ៊ុនបានបង្វឹកចាស់ជាមួយនឹងការដែលយើងខិតខំខ្លួនឯងអញ្ចឹងយើងនឹងអាចធ្វើរឿងថ្មីបានរឿងនេះខ្ញុំមិនអាចសង្ឃឹមថាខ្ញុំនឹងអាចធ្វើបានទេដែលអាចមកអង្គុយចែករំលែកបែបនេះចាស់ប៉ុន្តែតាមរយៈក្រុមហ៊ុនអាតូមីធ្វើឲ្យខ្ញុំផ្លាស់ប្ដូរច្រើនរូបមួយនេះថ្នាក់នាំទាំងអស់គ្នាឃើញទេកូនស្រីរបស់ខ្ញុំអាយុ5ឆ្នាំតែមើលម្ដាយម្នាក់នេះមើលដូចមនុស្សពីរអត់ចាដូចមនុស្សពីរអញ្ចឹងចាប៉ុន្តែពេលនេះរូបដែលកូនស្រីខ្ញុំពាក់អាវសនេះគាត់ពី10ឆ្នាំ
ចឹងឃើញថាលទ្ធផលនៃការផ្លាស់ប្ដូរវាពិតជាអស្ចារ្យមែនទែនតាមរយៈដែលយើងថែសុខភាពជាប្រចាំរាល់ថ្ងៃទៅលើទម្លាប់ក្នុងការរស់នៅទៅលើអាហារចាស់ហើយនឹងក៏ដូចជាការជ្រើសរើសនៅអាហារបន្ថែមដែលមានមុខងារច្បាស់លាស់ដូចជា ហេមហ៊ីមចាទៅលើប្រព័ន្ធភាពស៊ាំរបស់យើងចាអញ្ចឹងនៅក្នុងនេះផងដែរលោកឪពុករបស់ខ្ញុំគឺមានបច្ចុប្បន្ន83ឆ្នាំចាដែលមុនដែលពេលកូវីដគឺគាត់គេនៅកន្ទេលទេស្ដាប់របស់ទាំងអស់គ្នាប៉ាខ្ញុំមុនចាពេលកូវីដគឺគេនៅលើកន្ទេលដោយសារតែគាត់មានជំងឺអាលៀកសួតរ៉ាំរ៉ៃចាអញ្ចឹងពេលដែលក្រោយឆែកឃើញហើយគឺគាត់ដូចថាស្លុបស្មារតីហ្មងគាត់ដើរការគាត់ចេញក្រៅកើតទេប៉ុន្តែពេលដែលប៉ាខ្ញុំទទួលទានហេមហ៊ីមជាប្រចាំថ្ងៃ2កញ្ចប់ហើយឥឡូវប៉ាខ្ញុំដើរហាត់ប្រាណបានចានិយាយទៅធម្មតាទាំងអស់ចាពីមុនមកខ្ញុំប្រាប់ខ្ញុំទៅខេត្តខ្ញុំចុះធ្វើទីផ្សារអាតូមីអញ្ចឹងប្រាប់ប៉ាខ្ញុំទៅសៀមរាប2ថ្ងៃអើយទៅទៀតហើយអញដូចអត់ស្រួលខ្លួនសោះឲ្យតែយើងចង់ចេញពីផ្ទះគាត់ថាគាត់អត់ស្រួលខ្លួនហើយចាដល់ពេលឥឡូវវិញប្រាប់គាត់ថាប៉ាខ្ញុំទៅខេត្តទុកហេមហ៊ីមនៅគាត់ចង់និយាយថាទៅណាទៅហេមហ៊ីមនឹងបានហើយចាអញ្ចឹងនៅក្នុងរូបនេះសិតតែអ្នកដែលជាអតិថិជនរបស់ខ្ញុំទាំងអស់ចាអ្នកដែលស្គាល់ហេមហ៊ីមទាំងអស់បងស្រីបងថ្លៃរបស់ខ្ញុំដែលស្ទាយសពុតពណ៌ក្រហមនេះក៏មានជំងឺពកចាអញ្ចឹងគាត់ក៏ទទួលទានហេមហ៊ីមជាប្រចាំដែរអញ្ចឹងខ្ញុំចង់ជំរាបថាលោកមុខស្រៀងខ្ញុំហ្នឹងគឺបងអូនស្រីរបស់ខ្ញុំគាត់កាត់ប្រមាត់តែគាត់ក៏ញ៉ាំហេមហ៊ីមបានធម្មតាដែរគាត់ថាពេលដែលគាត់ញ៉ាំមកមានកម្លាំងចាគាត់ស្រួលក្នុងខ្លួនចាអញ្ចឹងទាំងអស់នេះសិតតែជាអតិថិជនខ្ញុំទាំងអស់ចឹងខ្ញុំចង់ចែករំលែកថាអ្នកនរទាំងអស់គ្នាបើសិនជាខ្លាចនៅក្នុងការណែនាំអ្នកក្រៅនៅក្នុងការណែនាំបងប្អូនដែលយើងអត់ស្គាល់សូមឲ្យប្រមូលអស់ក្នុងផ្ទះយើងសិនទៅមែនអត់ចាសូមឲ្យមានភាពក្លាហានឲ្យរៀនឲ្យច្បាស់ទៅប្រឹក្សាជូនគាត់ទៅចាអញ្ចឹងបើសិនជាអាចនោះអ្នកនរទាំងអស់គ្នាអត់មានអីជាងជូនគាត់សាកអីចាអញ្ចឹងសួរត្រឡប់មកវិញថាពេលដែលក្រុមគ្រួសារមួយទទួលបាននូវសុខភាពល្អយើងមានភាពរីករាយអត់យើងមានពេលវេលាច្រើនអត់ចាច្រើនអ្នកនរទាំងអស់គ្នាចាអញ្ចឹងអ្នកនរទាំងអស់គ្នារាងកាយដែលមានសុខភាពល្អមិនមែនដោយសារសំណាងទេប៉ុន្តែដោយសារតែការជ្រើសរើសដែលត្រឹមត្រូវមែនអត់ចាអញ្ចឹងអត់មានអត់ចំណែកយើងបានទេយើងត្រូវតែយកម៉ាស៊ីនជាចង់ឲ្យប្តីឬក៏ប្រពន្ធកូនរបស់យើងមានសុខភាពដែលល្អនោះគឺយើងខ្លួនឯងហ្នឹងហើយព្រោះយើងអ្នកមកអាតូមីមែនអត់យើងអ្នកស្គាល់អាតូមីចាអញ្ចឹងយើងត្រូវតែពំនាំនិងផ្ដល់ព័ត៌មានយ៉ាងយកចិត្តទុកដាក់ទៅដល់ក្រុមគ្រួសាររបស់យើងចាសុខភាពល្អគឺជាការវិនិយោគដ៏មានតម្លៃសម្រាប់ខ្លួនឯងនិងគ្រួសារចាគ្រួសារមួយដែលគ្មានអ្នកឈឺទោះជាមិនមែនចំណូលរាប់ម៉ឺនរាប់ពាន់ដុល្លារក៏ដោយក៏អាចរស់នៅប្រកបដោយសេចក្តីសុខសុភមង្គលដែរមែនអត់យកចំណែកដែលត្រូវទៅព្យាបាលមកជូនកូនដើរលេងល្អអត់ចាពិតជាល្អខ្លាំងណាស់ដល់ទាំងបងទាំងអស់គ្នាចាអញ្ចឹងនៅក្នុងនោះផងដែរយើងមានរឿងជាច្រើនតែទាំងថ្នាក់ដឹកនាំតែខ្ញុំត្រូវការយ៉ាងចាំបាច់អញ្ចឹងហើយថ្នាក់ដឹកនាំតែខ្ញុំត្រូវតែចាយកចិត្តទុកដាក់ផ្ដោតទៅលើបញ្ហាសុខភាពឲ្យបានច្រើនចាអញ្ចឹងនៅក្នុងនេះហេមហ៊ីមគឺយើងមានការវេចខ្ចប់ពីបងប្អូនទាំងអស់គ្នាគឺក្នុងប្រអប់ធំដែលមាន60កញ្ចប់តូចស្មើនឹងតម្លៃ$92ហើយនឹងប្រអប់តូចរបស់យើងគឺមាន50កញ្ចប់តូចតម្លៃ$50ចាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចទទួលទានជាប្រចាំចាហើយជាទទួលទានបានតាមរយៈអីគេចាតាមរយៈអាហារសុខភាពហេមហ៊ីមដែលអាចដើរតួបានទី1ស្ដារសុខភាពរបស់បងប្អូនទាំងអស់គ្នាដែលទ្រុឌទ្រោមទី2ថែរក្សាសុខភាពបងប្អូនទាំងអស់គ្នាទី3គឺការពាររាល់ជំងឺទាំងឡាយចាដែលមិនអាចដែលកុំឲ្យមកជ្រៀតជ្រែកនៅក្នុងរាងកាយរបស់យើងបានចាជឿជាក់អត់សាកល្បងអត់ចាអញ្ចឹងក៏សូមជូនពរចាដល់បងទាំងអស់គ្នាចាទទួលបានសុខភាពល្អតាមរយៈការទទួលទានជាប្រចាំនៅហេមហ៊ីមហើយនឹងទទួលបានចំណូលយ៉ាងច្រើនពីការដែលមានរាងកាយនិងសុខភាពល្អទៅចែករំលែកនៃស្រឡាញ់ទៅដល់មនុស្សជុំវិញខ្លួនជាមួយនឹងចំណូល$10000ពីអាតូមីអរគុណច្រើនសម្រាប់ព្រឹកនេះចាចាអូពិតជាអស្ចារ្យមែនទែនអ្នកនរអរគ្នា